ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺជាថ្ងៃដើមសប្តាហ៍នៃការចាប់ដើមការជួញដូរមាសនិងប្រាក់អន្តរជាតិសម្រាប់តម្លៃហាងឆេងមាសនិងប្រាក់ដែលខ្ញុំចូលទៅមើលព្រឹកនេះតម្លៃមាសនៅតែបន្តការឡើងតម្លៃបន្តទៀតរីឯតម្លៃហាងឆេងប្រាក់ក៏មានការកើនឡើងតម្លៃតិចតួចផងដែរបើយើងប្រៀបធៀបទៅនឹងតម្លៃហាងឆេងមាសនិងប្រាក់កាលពីចុងសប្តាហ៍មុនសម្រាប់បងប្អូនដែលពុំទាន់បានចុចជាវឬក៏ចុច Subscribe នៅលើ Channel YouTube របស់ខ្ញុំសូមបងប្អូនជួយចុចជាវក៏ដូចជាចុច Subscribe នៅលើ Channel YouTube របស់ខ្ញុំដើម្បីទទួលបាននូវព័ត៌មានស្ដីពីតម្លៃហាងឆេងមាសនិងប្រាក់ដែលខ្ញុំផុសជាប្រចាំថ្ងៃសម្រាប់តម្លៃហាងឆេងមាសនៅព្រឹកថ្ងៃទី6ខែ7ឆ្នាំ2026នេះមានដូចតទៅ1អោនតម្លៃ$4,181ដុល្លារ1ជីតម្លៃ$504ដុល្លារ1ដំឡឹងតម្លៃ$5,042ដុល្លារនិង1គីឡូតម្លៃ$134,420ដុល្លារចំណែកឯតម្លៃហាងឆេងប្រាក់នៅព្រឹកថ្ងៃទី6ខែ7ឆ្នាំ2026នេះវិញមានដូចតទៅ1អោនតម្លៃ$62ដុល្លារ1ជីតម្លៃ$7ដុល្លារ1ដំឡឹងតម្លៃ$75ដុល្លារនិង1គីឡូតម្លៃ$2,022ដុល្លារសម្រាប់តម្លៃហាងឆេងមាសនិងប្រាក់ដែលខ្ញុំបានជម្រាបជូនបងប្អូននៅពេលនេះចាប់តែប៉ុណ្ណេះអរគុណបងប្អូនដល់គ្នាដែលបានទស្សនានិងតាមដានយកចិត្តទុកដាក់ស្ដាប់នៅការរៀបរាប់របស់ខ្ញុំតាំងពីដើមរហូតមកដល់ទីបញ្ចប់ជូនពរបងប្អូនទាំងគ្នាមានសុខភាពល្អរោគទទួលទានមានបានគ្រប់គ្នា